a call for transparency if territorial claims are made. Show the evidence សេចក្តីអំពាវនាវឲ្យមានតម្លាភាពបើសិនជាធ្វើការអះអាងអំពីអធិបតេយ្យភាពត្រូវតែបង្ហាញពីភស្តុតាង Recent statements by Thai military authorities describing the Ta Krabi and the Munthom temples as being with Thai territory have renewed attention to the long-running Cambodian-Thailand border dispute បាទនៅក្នុងឃ្លាប្រយោគនេះយើងមានពាក្យ statements យើងប្រែថាសេចក្តីថ្លែងការណ៍បាទសេចក្តីថ្លែងការណ៍ថ្មីរបស់អាជ្ញាធរយោធាថៃបានលើកឡើងថាប្រាសាទតាក្របីហើយនិងប្រាសាទតាមឿនធំគឺមានវត្តមានស្ថិតនៅក្នុងអធិបតេយ្យភាពរបស់ប្រទេសថៃយោងតាមការលើកឡើងថ្មីពាក់ព័ន្ធជាមួយនឹងចំនួនព្រំដែនរវាងកម្ពុជាថៃដែលបានអូសបន្លាយអស់រយៈពេលយ៉ាងយូរ The article questions the basics for these claims បាទរីឯពាក្យថា basics ទីនេះគឺមានន័យថាមូលដ្ឋានគ្រឹះនៃអំណះអំណាងនៃភស្តុតាងបាទខ្លឹមសារនៃអត្ថបទបានចោទជាសំណួរស្វែងរកពីមូលដ្ឋានគ្រឹះនៃភស្តុតាងចំពោះការអះអាងលើបញ្ហាទាំងអស់នេះ The author calls on Thailand to publicly identify the official maps, legal documents, historical records, and international legal basics supporting its claim to the disputed areas, arguing that sovereignty should be backed by evidence rather than public statements. But នៅក្នុងឃ្លានេះយើងមានពី author យើងប្រែថាអ្នកនិពន្ធ identify ធ្វើការបញ្ជាក់រាយពាក្យ sovereignty អធិបតេយ្យភាព evidence យើងប្រែថាភស្តុតាងអ្នកនិពន្ធបានអំពាវនាវឲ្យថៃធ្វើការបញ្ជាក់ជាសាធារណៈបង្ហាញអំពីផែនទីជាផ្លូវការឯកសារផ្លូវច្បាប់និងកំណត់ត្រាប្រវត្តិសាស្ត្រព្រមទាំងមូលដ្ឋានគ្រឹះច្បាប់ជាអន្តរជាតិដើម្បីគាំពៀលើសេចក្តីអះអាងរបស់ខ្លួនចំពោះដែនចំនួនដែលលើកឡើងថាអធិបតេយ្យភាពគួរតែត្រឡប់ដោះស្រាយតាមរយៈភស្តុតាងជាជាងគ្រាន់តែការថ្លែងជាសាធារណៈ The article emphasized that international practice relies on treaties, recognized boundary maps, boundary commissions, court decisions, and bilateral agreements when assessing territorial sovereignty. បាទនៅក្នុងឃ្លានេះយើងមានពាក្យ emphasize យើងប្រែថាសង្កត់ធ្ងន់ relies ពឹងផ្អែកលើ treaties treaty យើងប្រែថាសន្ធិសញ្ញារីឯពាក្យថា boundary យើងប្រែថានៃខណ្ឌសីមានៃព្រំដែនបាទដោយឡែកពាក្យ assessing យើងប្រែថាការវិតម្លៃរីឯពាក្យ territorial sovereignty យើងប្រែថាបូរណភាពដែនដីបាទខ្លឹមសារនៃអត្ថបទបានសង្កត់ធ្ងន់ថាការអនុវត្តជាអន្តរជាតិគឺពឹងផ្អែកទៅលើសន្ធិសញ្ញាការទទួលស្គាល់ផែនទីព្រំដែនគណៈកម្មការព្រំដែនការសេចក្តីសម្រេចរបស់តុលាការរួមទាំងកិច្ចព្រមព្រៀងជាទ្វេភាគីនៅពេលដែលធ្វើការវិតម្លៃលើបូរណភាពដែនដី Making such evidence available would improve transparency and reduce misunderstandings បាទនៅក្នុងឃ្លានេះយើងមានពាក្យ transparency យើងប្រែថាតម្លាភាព
reduce ប្រែថាការកាត់បន្ថយបាទការលើកឡើងពីភស្តុតាងដូចនេះវាអាចនឹងជួយឲ្យមានតម្លាភាពនិងកាត់បន្ថយនូវការយល់ខុសនានា The author argued that both Thailand and Cambodia should openly present the legal and historical documents supporting their respective positions បាទនៅក្នុងឃ្លានេះយើងមានពី author យើងប្រែថាអ្នកនិពន្ធ present ធ្វើបទបង្ហាញរៀបពី respective position ជំហររៀងខ្លួនបាទអ្នកនិពន្ធក៏បានអះអាងទៀតថាប្រទេសទាំងពីរប្រទេសថៃហើយនិងប្រទេសកម្ពុជាគួរតែធ្វើបទបង្ហាញជាសាធារណៈធ្វើបទបង្ហាញទៅបើកចំហអំពីឯកសារផ្លូវច្បាប់ឯកសារជាផ្លូវច្បាប់ហើយនឹងជាប្រវត្តិសាស្ត្រដើម្បីគាំពៀលើជំហររៀងខ្លួន These would allow experts, journalists, and the international community to evaluate the competing claims objectively បាទនៅក្នុងឃ្លានេះយើងមានពាក្យ evaluate យើងប្រែថាវាតម្លៃហើយ competing យើងប្រែថាការប្រកួតប្រជែងរៀបពី objective យើងប្រែថាដោយយុត្តិធម៌ដោយមិនលំអៀងបាទការធ្វើឡើងបែបនេះគួរតែអនុញ្ញាតឲ្យអ្នកជំនាញអ្នកកាសែតហើយនឹងសហគមន៍អន្តរជាតិធ្វើការវិយតម្លៃទៅលើការប្រកួតប្រជែងលើការអះអាងដោយមិនលំអៀងដោយយុត្តិធម៌ Concluding with a call for peaceful resolution, the article states that border disputes should be settled through evidence, international law, and dialogue, not rhetoric. បាទក្នុងឃ្លានេះយើងមានពាក្យ concluding យើងប្រែថាសេចក្តីសរុប The call for យើងប្រែថាអំពាវនាវ resolution ការដោះស្រាយ states ចឹងពាក្យថា state ទីនេះយើងប្រែថាលើកឡើង settle ដោះស្រាយ dialogue យើងប្រែថាការជជែកគ្នាការពិភាក្សាគ្នាពាក្យថា rhetoric យើងប្រែថាវោហារសាស្ត្រសេចក្តីសរុបចំពោះការអំពាវនាវឲ្យមានការដោះស្រាយដោយសន្តិវិធីនោះសម្រងអត្ថបទបានលើកឡើងថាបញ្ហាចំនួនព្រំដែនគួរតែត្រូវបានដោះស្រាយតាមរយៈភស្តុតាងតាមរយៈច្បាប់អន្តរជាតិនិងការសន្ទនាគ្នាមិនមែនគ្រាន់តែការថ្លែងជាវោហារសាស្ត្រឡើយ The author says transparency and respect for historical documentation are essential for building lasting peace between the two neighboring countries. បាទនៅក្នុងឃ្លានេះយើងមានពាក្យ essential យើងប្រែថាជារឿងសំខាន់ដែលសំខាន់ហើយពាក្យ lasting យើងប្រែថាឋិតថេរឬថាជានិរន្តរ៍បាទអ្នកនិពន្ធក៏បានលើកឡើងផងដែរថាតម្លាភាពហើយនឹងការគោរពចំពោះឯកសារជាប្រវត្តិសាស្ត្រគឺជារឿងដ៏សំខាន់សម្រាប់ការកសាងសន្តិភាពជានិរន្តរ៍ឬក៏ការកសាងសន្តិភាពឲ្យឋិតថេររវាងប្រទេសជិតខាងទាំងពីរបាទអរគុណច្រើនបងប្អូនដែលបានទស្សនាវីដេអូនេះ